វត្តនឹងទំនីរបស់លោកយាយបាបាវ៉ាន់កាបានទូទាយថាពិភពលោកនឹងមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងឆ្នាំ2026ខាងមុខនេះលោកយាយបាបាវ៉ាន់កាគឺជាជនជាតិប៊ូហ្គារីលោកយាយបានចាប់ផ្ដើមដឹងថាគាត់មានអំណោយពីធម្មជាតិនេះនៅពេលដែលលោកយាយមានវ័យ12ឆ្នាំពេលនោះមានព្យុះមួយបានគួយគាត់យកទៅទម្លាក់ចោលនៅក្នុងវាលស្រែនៅពេលដែលគាត់ព្យាយាមបើកភ្នែកធូលីបានចូលពេញភ្នែកធ្វើឲ្យគាត់ឈឺចាប់និងចុងក្រោយងងឹតភ្នែកអស់មួយជីវិតជាទារកកើតមិនគ្រប់ខែមានបញ្ហាសុខភាពបាបាវ៉ាន់កាកើតនៅក្នុងគ្រួសារក្រីក្រហើយត្រូវមើលថែប្អូនក្រោយមរណភាពរបស់ម្ដាយនិងម្ដាយចុងហើយក្រោយមកឪពុករបស់លោកយាយក៏ត្រូវបានចាប់ខ្លួនក្រោយចាត់ប្រកាសថាបានចូលរួមចលនាគាំទ្ររដ្ឋាភិបាលប៊ុលហ្គារីក្រោយមកគាត់ចាប់ផ្ដើមដឹងខ្លួនថាគាត់មានវិញ្ញាណពិសេសខុសធម្មតាដូចជាក្នុងការយល់សប្តិឬសំឡេងអាចឆ្លងឆ្លើយជាមួយនឹងសាកសពនិងរុក្ខជាតិអាចមានចក្ខុដែលអាចមើលឃើញព្រឹត្តិការណ៍ដែលនឹងកើតឡើងស្ដែងមនុស្សជាច្រើនភ្លុកទឹកភ្លុកដីទៅផ្ទះរបស់គាត់ដើម្បីឲ្យគាត់ទស្សទាយលោកយាយអាចមើលឃើញខ្សែជីវិតមនុស្សម្នាក់ដូចក្នុងខ្សែភាពយន្តតាំងពីពេលចាប់កំណើតរហូតដល់ថ្ងៃស្លាប់លោកយាយបាបាវ៉ាន់កាស្លាប់នៅថ្ងៃទី11ខែសីហាឆ្នាំ1996កម្មវិធីបុណ្យសពរបស់លោកយាយបាបាវ៉ាន់កាមានអ្នកចូលរួមរំលែកទុក្ខជាច្រើនអ្នកមានធរណរស័ក្តិក៏ចូលរួមជាច្រើនផងដែរឈ្មោះរបស់លោកយាយបាបាវ៉ាន់កានៅតែបន្តឲ្យមានការចង់ដឹងចង់ឃើញដល់ពេលសពថ្ងៃនេះការទូទាយរបស់គ្រូទីដ៏អាថ៌កំបាំងជនជាតិប៊ុលហ្គារីដែលពីការភ្នែករូបនេះបានតាក់ទាញមនុស្សរាប់លាននាក់អស់រយៈពេលជាច្រើនឆ្នាំបើទោះបីជាលោកយាយបានទទួលមរណភាពតាំងតែពីឆ្នាំ1996យ៉ាងណាក៏ដោយជាពិសេសនៅពេលដែលវាហាក់ដូចជាស្របទៅនឹងព្រឹត្តិការណ៍សកលនៅពេលឆ្នាំ2026ខិតជិតមកដល់ហើយនេះរលកថ្មីនៃការទូទាយរបស់លោកយាយបាបាវ៉ាន់កាកំពុងតាក់ទាញចំណាប់អារម្មណ៍ម្ដងទៀតទៅនឹងក្រសែភ្នែកមហាជនតើទំនាយរបស់លោកយាយបាបាវ៉ាន់កានៅឆ្នាំ2026នេះមានអ្វីខ្លះតំណែងតំណងមនុស្សក្រៅភពការទស្សន៍ទាយដែលគេនិយាយច្រើនជាងគេបំផុតរបស់លោកយាយបាបាវ៉ាន់កាសម្រាប់ឆ្នាំ2026គឺមនុស្សអាចជួបនឹងភាវៈមានជីវិតមកពិភពមួយផ្សេងទៀតអ្នកខ្លះជឿថាយានអវកាសដ៏ធំអាចចូលចតមកជិតផែនដីក្នុងខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះដែលនាំឲ្យមានការចាប់អារម្មណ៍និងការភ័យខ្លាចជាសកលគ្រោះធម្មជាតិលោកយាយបានប្រមានអំពីគ្រោះរញ្ជួយដីធំបន្ទុះភ្នំភ្លើងនិងបញ្ហាអាកាសធាតុខ្លាំងដែលអាចប៉ះពាល់ទៅដល់ផ្ទៃដីប្រហែលជា7ទៅដល់8%នៃភពផែនដីនេះទាំងមូលជាមួយទៅនឹងគ្រោះមហន្តរាយថ្មីដែលបន្តកើតមានឡើងនៅជុំវិញពិភពលោកមនុស្សជាច្រើនជឿថាការព្យាករណ៍នេះវាអាចคล้ายទៅជាការពិតសង្គ្រាមនិងចំនួនជាសកលកើតមានឡើងមានការព្រួយបារម្ភបំផុតអំពីការទស្សន៍ទាយរបស់លោកយាយគឺការអះអាងថាសង្គ្រាមលោកលើកទី3នឹងចាប់ផ្ដើមនៅឆ្នាំ2026នេះដែលបណ្ដាលមកពីភាពតានតឹងការឡើងរវាងប្រទេសមហាអំណាចជាពិសេសគឺរវាងប្រទេសនៅភាគខាងកើតនិងលោកខាងលិចអត្តពលរបស់បញ្ញាសិប្បនិម្មិត AI លោកយាយបានទាយថា AI នឹងមានថាមពលកាន់តែខ្លាំងនៅឆ្នាំ2026នេះដោយបានកាន់កាប់ការងារជាច្រើននិងបង្កើតក្តីព្រួយបារម្ភអំពីសិលធម៌និងសុវត្ថិភាពសម្រាប់មនុស្សការរីកចម្រើនខាងវិទ្យាសាស្ត្រអ្នកវិទ្យាសាស្ត្រអាចនឹងបោះជំហានឆ្ពោះទៅរកការបង្កើតសរីរាង្គសំយោគដូចជាបេះដូងឬក៏ថ្លើមជួយឲ្យខិតជិតការទស្សន៍ទាយរបស់លោកយាយថាការបង្កើតសរីរាង្គបែបនេះនឹងក្លាយទៅជារឿងធម្មតានៅឆ្នាំ2046របបកំហើញផ្នែកវិទ្យាសាស្ត្រការធ្វើតេស្តឈាមថ្មីអាចនឹងមាននៅឆ្នាំ2026ខាងមុខនេះដែលអាចរកឃើញប្រភេទផ្សេងនៃជំងឺមហារីកនៅដំណាក់កាលដំបូងនេះមានន័យថាគ្រូពេទ្យអាចរកឃើញជំងឺមហារីកបានឆាប់ព្យាបាលវាលឿនជាងមុននិងជួយសង្គ្រោះជីវិតបានកាន់តែច្រើនបញ្ហាសេដ្ឋកិច្ចពិភពលោកក៏អាចប្រឈមមុខទៅនឹងបញ្ហាហិរញ្ញវត្ថុនៅឆ្នាំ2026នេះដោយសារសង្គ្រាមគ្រោះមហន្តរាយធម្មជាតិនិងបញ្ហានយោបាយគូបញ្ជាក់ផងដែរថាបើទោះបីជាមានភស្តុតាងច្បាស់លាស់ថាលោកយាយបាបាវ៉ាន់កាពិតជាបានធ្វើការទស្សន៍ទាយបែបនេះមែនក៏ដោយអ្នកមានជំនឿលើលោកយាយថាឆ្នាំ2026ខាងមុខនេះអាចជាឆ្នាំដែលពោរពេញទៅដោយព្រឹត្តិការណ៍ថ្មីនិងការផ្លាស់ប្ដូរធំសម្រាប់ពិភពលោក